រដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបង្ហាញសតិធិនិយមថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរដែលធ្វើឲ្យដំណើរការប្រឡងពុំមានឧបសគ្គហើយក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីដំណើរការនៃការរៀបចំមានស្តង់ដារនិងមានភាពចាស់ទុំជាងមុនដែររដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកហុងជួនណារងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានការពីព្រឹកថ្ងៃច័ន្ទទី10សីហាថាបរិយាកាសនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុនដោយសារឆ្នាំមុនមានការឈ្លានពានពីយោធាថៃប៉ះពាល់ដល់ការសិក្សារបស់សិស្សនៅតាមខេត្តជាប់ព្រំដែនហើយមានការបង្ហោះសារជាច្រើនលើបណ្ដាញសង្គមដែលបានធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់បេក្ខជនគឺល្អប្រសើរជាងឆ្នាំមុនដោយសារឆ្នាំមុនគឺទាំងសិស្សក៏ប៉ះពាល់ដោយសារតែការឈ្លានពានរបស់យោធាថៃមកលើបូនអភិទឹកដីនិងអធិបតេយ្យកម្ពុជាហើយបន្ថែមពីនេះក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី13សីហាឆ្នាំ2026ដោយលើកឡើងថាបេក្ខជនចុះឈ្មោះសរុប 151,238 នាក់ស្រី84,735 នាក់រីឯបេក្ខជនថ្នាក់វិទ្យាសាស្ត្រវិញមាន37,445 នាក់ឬស្មើនឹង 24.76% ក្នុងនោះសិស្សស្រីចំនួន 22,193 នាក់ចំណែកបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមវិញមាន 113,793 នាក់ឬស្មើទៅនឹង 75.24% ខណៈសិស្សស្រីមានចំនួន 62,542 នាក់ក្នុងចំណោមមណ្ឌលប្រឡងសរុប244មណ្ឌលលើសពីនេះទៅទៀតបេក្ខជនអវត្តមានសរុប 1,352 នាក់ស្រី502នាក់ស្មើនឹង 0.89% ដល់ឡែកបេក្ខជនស្វ័យរិនចំនួន 1,147 នាក់ស្រី407នាក់និងបេក្ខជនចំណេះដឹងទូទៅចំនួន205នាក់ស្រី95នាក់បើតាមលោកហុងជួនរងសម័យប្រឡងនៅឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនដែរគឺអង្គភាពប្រឆាំងអំពើពុករលួយរួមមានស្ថាប័នពាក់ព័ន្ធផ្សេងៗក៏បានចូលរួមអង្កេតនិងចាត់វិធានការតឹងរឹងចំពោះការរំលោភច្បាប់និងគោលការណ៍ផ្សេងៗនៃការប្រឡងដើម្បីធានានូវសុក្រឹតភាពតាមរយៈការអនុវត្តវិធានការនេះក្រសួងដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន12ករណីក្នុងនោះបេក្ខជន5ករណីដោយមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរស័ព្ទដៃ1ករណីទូរស័ព្ទវៃឆ្លាត1ករណីនិងនាឡិកាឆ្លាតវៃ3ករណីចំពោះគណៈកម្មការវិញមានចំនួន7ករណីដោយទូរស័ព្ទឆ្លាតវៃ1ករណីនិងនាឡិកាឆ្លាតវៃ6ករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលោកផនសវណ្ណស្មីមានវ័យ20ឆ្នាំជាសិស្សផ្នែកវិទ្យាសាស្ត្រសង្គមនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅនិងមានមណ្ឌលប្រឡងនៅវិទ្យាល័យជាសៀមបឹងកេងកងបាននិយាយថារូគេហាក់មិនមានការផិតភ័យខ្លាំងនោះទេនៅថ្ងៃទី1នៃការប្រឡងនេះដែលសាររូគេទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយនិងធ្វើកិច្ចការបានច្រើនមកតាមសវណ្ណអ្នកស្មីបំណងខ្លួនចង់ក្លាយទៅជាគ្រូពេទ្យប៉ុន្តែដោយសារតែសមត្ថភាពមានកម្រិតព្រោះត្រូវចំណាយលើការសិក្សាមានតម្លៃខ្ពស់តាំងពីថ្នាក់វិទ្យាល័យដល់ឧត្តមសិក្សាខ្ញុំយកវិទ្យាសាស្ត្រសង្គមដំបូងចង់រៀនពេទ្យតែពេលវិទ្យាសាស្ត្រខ្ញុំទៅមករួចទៅខ្ញុំក៏ដូរមកយកសង្គមខ្ញុំចង់រៀនខាងគ្រប់គ្រងស្រដៀងគ្នានេះដែរយុវតីមុតស្រីពេជ្រជាសិស្សវិទ្យាល័យសង្គមមកពីវិទ្យាល័យព្រែកថ្មីបាននិយាយថាកញ្ញាបានត្រៀមនិងខិតខំរៀនចាប់តាំងពីពាក់កណ្ដាលឆ្នាំសិក្សាមកដោយសង្ឃឹមថានឹងបានប្រឡងជាប់ហើយមានគម្រោងបន្តការសិក្សាផ្នែកទេសចរណ៍មិនខុសពីឆ្នាំមុននោះទេនាព្រឹកប្រលឹងស្រាងគេសង្កេតឃើញអាណាព្យាបាលសិស្សរាប់រយនាក់ផងនៃមណ្ឌលប្រឡងនានាដើម្បីរងចាំនិងលើកទឹកចិត្តកូនរបស់ពួកគាត់
ការសិក្សារយៈពេល12ឆ្នាំរបស់សិស្សានុសិស្សត្រូវវាស់វែងនឹងកំណត់ដោយចុងបិចបំពេញចម្លើយត្រឹមរយៈពេល2ថ្ងៃ អ្នកស្រីសុនរាម៉ាលីអាយុ49ឆ្នាំរស់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានប្រាប់គេហទំព័រ Press Start Cambodia ថានេះជាលើកទី1ហើយដែលអ្នកស្រីមកលើកទឹកចិត្តកូនៗចំនួន2នាក់ដល់កន្លែងប្រឡងបែបនេះ អ្នកស្រីរំពឹងថាកូនៗរបស់ខ្លួននឹងទទួលបាននិទេសល្អដោយសារកូនៗបានខិតខំរៀនសូត្រតាំងពីដើមឆ្នាំមក ចាក្តីរំពឹងខ្ញុំគឺសង្ឃឹមថាកូនទាំងពីរគាត់ធ្វើបានល្អដោយសារកូនទាំងពីរគាត់នៅផ្ទះក៏គាត់ខំប្រឹងរៀនសូត្រដែរអញ្ចឹងអ្វីដែលសំខាន់នោះក្តីរំពឹងខ្ញុំសង្ឃឹមថាកូនទាំងពីរនឹងធ្វើបានល្អចា ដែលឡែកលោកពេជ្រសុវណ្ណអាយុ46ឆ្នាំមកពីសង្កាត់ព្រែកថ្មីរាជធានីភ្នំពេញបង្ហាញអារម្មណ៍ភ័យអរនៅអំឡុងពេលឈររងចាំកូននៅក្រៅបរិវេណមណ្ឌលប្រឡងវិទ្យាល័យជាស៊ីមបឹងកេងកងនេះលោកបន្តថានេះជាលើកទី1ហើយមកលើកទឹកចិត្តកូនបែបនេះលោកថានៅពេលប្រឡងចប់ទោះជាមានលទ្ធផលបែបណាក៏លោកនៅតែគាំទ្រនិងលើកទឹកចិត្តកូនដែរមួយវិញទៀតបើក្រោយពេលប្រឡងចប់បើទោះបីជាកូនចង់រៀនជំនាញអ្វីក៏លោកតាមចិត្តកូនដែរ តាមស្ដាប់តែគាត់និយាយគាត់ថាគាត់សង្ឃឹមជាប់តែគាត់ថាឲ្យគេមិនសង្ឃឹមថាគេសង្ឃឹមខ្លាំងតែគាត់ថាគេចង់បាននិទេសល្អអញ្ចឹងណាហើយពួកខ្ញុំថាខ្លួនឯងឲ្យតែជាប់និទេសអីក៏ប្រើទួយកបានដែរសំខាន់ណាស់ គួររំលឹកផងដែរថាក្រសួងអប់រំយុវជននិងកីឡាក្រុងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026នៅថ្ងៃទី2ខែកញ្ញាឆ្នាំ2026តាមមណ្ឌលសំណេរនៃរាជធានីខេត្តទាំង25នៅទូទាំងប្រទេស